សួស្តីអ្នកគ្នាជួបមកកាន់ admin ស្មៃមែនកាពេលនេះផងដែរ admin ដឹងតអួរដើមកឲ្យអ្នកគ្នាចឹងហើយហាមសោយ admin ណាចឹងមុននឹងចូលសាច់រឿង admin សូមនឹងខេបសាច់រឿងជីវិតរបស់ Omega យើងតិចព្រោះ admin ដូចជាអត់បាននិយាយលំពីជីវិត Omega យើងទេហើយអ្នកគ្នាប្រហែលជាអត់សូវយល់ពីជីវិត Omega ចឹងណាចឹង admin នឹងសង្ខេបឲ្យអ្នកគ្នាយល់ខ្លីៗហ្មងសម្រាប់ជីវិត Haesung ដែលជា Omega របស់យើងហ្នឹងកាលពីតូចគេថាគាត់គឺជា Alpha ប៉ុន្តែក្រោយមកពេលដែលគាត់ពេញវ័យគាត់ក៏ខ្លាចជា Omega ហើយគាត់អត់ចង់បានជីវិតជា Omega ទេព្រោះវាគឺជាសម្ពាធមួយពីឪពុករបស់គាត់ជាពិសេសហ្មងនិយាយចំទៅគាត់អត់ចង់ខ្លាចជាមនុស្សដែលទន់ខ្សោយទេអ្នកគ្នាកាលពីតូចគ្រួសាររបស់គាត់អត់សូវមានសុភមង្គលទេដោយសារតែប៉ាម៉ាក់គាត់ហ្នឹងអត់ស្រឡាញ់គ្នាទេនៅពេលដែលពួកគាត់ហ្នឹងមានគាត់ហ្នឹងដោយសារតែជារឿងចៃដន្យនេះចឹងណាចឹងហើយបានប៉ារបស់គាត់អត់សូវមានការយកចិត្តទុកដាក់ជាមួយនឹងគ្រួសាររបស់គាត់អីចឹងទៅហើយប្រហែលជាប៉ារបស់គាត់នឹងធ្លាប់ប្រើអំពើហិង្សាលើម៉ាក់គាត់ដែរមកទៅក្រោយមកទៀតម៉ាក់របស់ Haesung បានចាក់ចេញពីផ្ទះហើយគាត់ប្រាប់កូនរបស់គាត់ថាទៅធ្វើការអីចឹងហើយនឹងត្រឡប់មកវិញកូនប៉ុន្តែម៉ាក់របស់ Omega ហ្នឹងគឺអត់មកទេអ្នកគ្នាហើយនៅពេលដែលគាត់មកហ្នឹងគឺមកជួបតែឪពុករបស់គាត់តែប៉ុណ្ណោះគឺអត់មកជួបគាត់ទេហើយនៅពេលដែលម៉ាក់គាត់មកជួបឪពុករបស់គាត់ចុងក្រោយហ្នឹងគឺមកលែងលះមួយគ្នាហើយ Haesung យើងគឺអត់ដឹងថាឪពុកម្ដាយគាត់លែងលះគ្នាទេចឹងហើយបានជាមូលហេតុដែល Omega យើងក្រៀមក្រំនៅពេលដែលឪពុកគាត់និយាយរឿងរ៉ាវប្រាប់គាត់ចឹងសង្ឃឹមថាអ្នកគ្នាបានយល់ហើយដឹងខ្លះៗវិញអីចឹងចូលទៅកាន់សាច់រឿងយើងទាំងអស់គ្នាកាលពីវគ្គមុនគឺយើងដឹងហើយថា Omega យើងបានដួលសន្លប់ពេលនោះផងដែរមនុស្សគ្រប់គ្នាគឺបារម្ភខ្លាំងមែនតើជាពិសេសនឹងដងជីនឹងតែម្ដងឪពុករបស់ Haesung ហើយតែបែបនេះគាត់ក៏ភ័យដែរហើយពេលនោះផងដែរឪពុករបស់ដងជីនឹងខឹងខ្លាំងដែរគាត់បានស្រែកឲ្យអង្គរៈរបស់គាត់នឹងយកឪពុករបស់ Haesung នឹងចេញទៅហើយគាត់មិនអនុញ្ញាតឲ្យឪពុក Haesung នឹងចូលមកផ្ទះគាត់ម្ដងទៀតនោះទេហើយរឿងរ៉ាវបានកន្លងផុតទៅទោះបីជាពេលវេលាកន្លងផុតទៅក៏ដោយប៉ុន្តែគ្រប់គ្នានៅតែសោកសៅអញ្ចឹងពេលនេះបងស្រីរបស់ដងជីនជាមួយនឹងដងជីនកំពុងតែពិភាក្សាជាមួយនឹងគ្នាគាត់បាននិយាយពីមូលហេតុដែលឪពុក Omega យើងមករកគាត់នោះដោយសារតែឪពុករបស់ Omega យើងកំពុងតែមានការបើកហាងមួយកន្លែងហើយវាក៏ប្រហែលជាពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនរបស់គាត់ផងដែរអញ្ចឹងហើយបានគាត់មកទាមទាររក Omega របស់យើងដោយសារតែកូនរបស់គាត់អាចរៀបការជាមួយនឹងត្រកូលសុងអញ្ចឹងប្រកាសណាគាត់នឹងអាចទទួលបានផលប្រយោជន៍ផងដែរតែគ្រប់យ៉ាងគឺធ្វើឲ្យពួកគាត់ឈឺក្បាលខ្លាំងមែនតើដងជីនគាត់ពិតជាអរគុណទៅបងស្រីគាត់ខ្លាំងមែនតើដែលគាត់យកចិត្តទុកដាក់ទៅលើរឿងនេះមិនអីទេដងជីនយ៉ាងណាឯងគឺជាប្អូនប្រុសតូចរបស់យើងមិនថាអ្នកណានិយាយអ្វីទេ Haesung គឺជាគ្រួសាររបស់យើងហើយចុះតែពេលនេះ Haesung កំពុងតែធ្វើអ្វីចឹងពេលនេះយើងក៏លេងមកកាន់ Omega របស់យើងវិញចាប់តាំងពីថ្ងៃនោះមកគឺថា Haesung យើងគឺអត់ចេញទៅណាទេក្រៅពីគេនៅក្នុងបន្ទប់ស្ងៀមនឹងនឹករឿងរ៉ាវដែលឪពុករបស់គាត់និយាយប្រាប់គាត់នៅតែសួរខ្លួនឯងដដែលអញ្ចឹងថានោះគឺជារឿងពិតឬមួយក៏អត់ហើយខ្ញុំគួរតែជឿគាត់ឬមួយក៏អត់ពេលដែលប៉ាម៉ាក់គាត់នៅជាមួយនឹងគ្នាឪពុករបស់គាត់តែងតែស្ដីឲ្យម៉ាក់របស់គាត់ពីរឿងលុយកាក់ដោយសារតែម៉ាក់របស់គាត់មិនមែនជាមនុស្សឥតខ្ចោះអាចរកប្រាក់ចំណូលឲ្យគាត់បានគ្រប់យ៉ាងគឺដោយសារតែប្រាក់បើសិនជាបរិសម្នាក់នោះខ្វល់ពីខ្ញុំចុះពេលដែលខ្ញុំបាត់ខ្លួនហេតុអ្វីគាត់មិនខ្វល់ផងប៉ុន្តែបែរជាអ្នករស់នៅជាមួយនឹងជីវិតដែរហាក់បីដូចជាគ្មានអវត្តមានរបស់ខ្ញុំ Omega កាន់តែគិតរឿងនេះធ្វើឲ្យគាត់កាន់តែសោកសៅបន្ថែមទៀតគាត់បានចុះពីលើគ្រែហើយដើរសម្ដៅទៅកាន់ទូដែលបានទុកតុក្កតាដែលម៉ាក់របស់គាត់ឲ្យនៅពេលដែលគាត់ប៉ះតុក្កតាមួយនោះគាត់បាននឹកឃើញសម្ដីរបស់ម៉ាក់របស់គាត់ខ្ញុំនឹងត្រឡប់មកវិញឆាប់នេះប៉ុន្តែម៉ាក់មិនដែលមករកខ្ញុំនោះទេពេលនេះហ៊ីស៊ូបានមកផ្ទះដងជីនហើយគាត់បានសួរដងជីនអំពី Haesung តើ Haesung ហ្នឹងសងំបែបហ្នឹងយូរប៉ុណ្ណាហើយ Haesung បដិសេធមិនព្រមជួបនរណាទាំងអស់រីឯអូនប្រយោលវិញនេះគឺចង់ជួបម៉ាក់ដល់ហើយប៉ុន្តែប៉ាប្រាប់ទៅថាពេលនេះម៉ាក់គឺអត់អាចលេងមួយកូនបានទេរីឯហ៊ីស៊ូវិញគឺថាខឹងមកទៀតមិនបាន Omega យើងហ្នឹងហ៊ានຕົកប្រយោលចោលអញ្ចឹងរីឯអូនប្រយោលហ្នឹងនឹកម៉ាក់ឡើងយំហើយ Haesung គឺទ្រាំអត់បានទៀតទេគាត់បានបីអូនប្រយោលឡើងទៅលើតែម្ដងហើយគាត់បានយកអូនប្រយោលហ្នឹងទៅដាក់លើគ្រែតែម្ដងហ៊ីស៊ូសង្ឃឹមថាគាត់នឹងយកប្រយោលទៅបែបហ្នឹងOmega យើងនឹងងើបមកហើយពីអូនប្រយោលហាក់បីដូចជាដឹងខ្លាំងមែនតើគាត់បានយកដៃហ្នឹងទៅប៉ះមុខ Haesung ប៉ុន្តែ Haesung ពេលនេះគាត់ពិតជាសុំទោសខ្លាំងមែនតើសូមមេត្តាទុកឲ្យខ្ញុំនៅម្នាក់ឯងពេលនេះគឺគ្រប់គ្នាពិបាកចិត្តខ្លាំងមែនតើដងជេនណាបីអូនប្រយោលចេញមកទាំងយំតែម្ដងដងជេនណាឃើញតកូនយំចឹងក៏ប្រាប់ទៅថាម៉ាក់មិនបានស្អប់កូនទេណារីឯហ៊ីស៊ូវិញគឺថាពិបាកចិត្តខ្លាំងមែនតើទោះបីជាមាត់គាត់ហ្នឹងគេ Haesung ហ្នឹងថាមនុស្សល្ងងប៉ុណ្ណាក៏ដោយប៉ុន្តែគាត់ពិតជាមិនអាចទប់ទឹកភ្នែកខ្លួនឯងបាននោះទេគាត់ស្អប់ Haesung ហេតុអីបានជា Haesung តែងតែលាក់ខ្លួនអញ្ចឹងមិនបាន Haesung តែងតែជួបរឿងអញ្ចឹងហើយគាត់ក៏ទ្រាំលែងបានដែរពីស៊ូបានដើរចេញហើយគាត់បាននិយាយប្រាប់ដងជីនថាដងជីនមិនគួរឲ្យគាត់ហ្នឹងជួបបរិសម្នាក់នោះទេហើយរឹតតែមិនគួរឲ្យគាត់លឺរឿងទាំងអស់នោះផងដែររីឯដងជីនវិញគឺគាត់ពិបាកចិត្តនឹងស្ទើរទេគាត់
ពេលនោះផងដែរស្រាប់តែមាននរណាម្នាក់ខំមកដងជីនហើយយើងក៏មិនដឹងថានោះគឺជានរណាផងដែរតែអ្នកដែលនិយាយមួយដងជីនហ្នឹងបានបញ្ជាក់ថាគាត់នឹងប្រាប់ហេតុផលដែរបាទរបស់ហេសុងមិនព្រមទទួលស្គាល់ហេសុងអញ្ចឹងតោះយើងមកដឹងថាអ្នកណាដែលដងជីនមកជួបនោះគឺជាម្ដាយរបស់ហេសុងនឹងឯងយើងឃើញថាម្ដាយរបស់អូមេហ្គាគឺក្មេងខ្លាំងមែនទែនដល់ថ្នាក់ដងជីនហ្នឹងមិនអាចទាយអាយុរបស់គាត់បានទេប៉ុន្តែគាត់អាចដឹងបានថានេះប្រកាសជាម្ដាយរបស់អូមេហ្គាម្ដាយរបស់អូមេហ្គាគាត់បាននិយាយថានៅពេលដែលគាត់បានឃើញរូបអូមេហ្គាជាមួយនឹងដងជីននាងដឹងយ៉ាងច្បាស់ថានោះគឺជាអូមេហ្គារបស់យើងទោះបីជារូបភាពមិនច្បាស់ក៏ដោយដំបូងពេលដែលនាងឃើញដងជីនជាតារាចម្រៀងនៅលើកញ្ចក់ទូរទស្សន៍នាងមិននឹកស្មានទេថាដងជីនបានរៀបការជាមួយនឹងកូនប្រុសរបស់គាត់ហើយនាងក៏បានសួរទៅកាន់ដងជីនថាតើពួកគេទាំងពីរហ្នឹងបានជួបគ្នាដោយរបៀបណាហើយដងជីនហ្នឹងក៏បានរៀបរាប់រឿងរ៉ាវដែលគាត់ហ្នឹងបានជួបគ្នាដំបូងតាំងពីពេលណាមកអីចឹងមកនៅពេលដែលពួកគាត់ហ្នឹងជ្រុលមានកូនជាមួយនឹងគ្នាក៏បានការជាមួយនឹងគ្នាចឹងទៅកាលពីហេសុងរៀបការហ្នឹងក៏មិនបានចង់ឲ្យគ្រួសារហ្នឹងដឹងដែរម្ដាយរបស់ហេសុងក៏យល់ដែរតែគាត់មិននឹកស្មានសោះថាតកូលសុងអាចមិនខ្វាយខ្វល់ពីឋានៈរបស់នរណាម្នាក់ដងជីនបានបន្តទៀតថាគ្រួសាររបស់គាត់និងគាត់ពិតជាគោរពទៅដល់បំណងប្រាថ្នារបស់ហេសុងខ្លាំងណាស់ពេលនោះផងដែរម្ដាយរបស់អូមេហ្គាគាត់បាននិយាយថាគាត់ពិតជាចង់ជួបអូមេហ្គាខ្លាំងហើយដងជីនក៏បាននិយាយប្រាប់ម៉ាក់របស់ហេសុងដែរប៉ារបស់ហេសុងក៏បានមកជួបគាត់ដែរហើយវាបានធ្វើឲ្យហេសុងពេលនេះគាត់សោកសៅខ្លាំងមែនទែនម៉ាក់របស់ហេសុងក៏ភ្ញាក់ផ្អើលដែរហើយពេលនេះគាត់ក៏យល់ពីអារម្មណ៍របស់កូនរបស់គាត់ដែរហើយដងជីនគាត់មិនចង់បង្កើតជាកំហុសម្ដងទៀតនោះទេហើយពេលនេះហេសុងក៏មិនដឹងថាខ្ញុំមកជួបម៉ាក់របស់គាត់ដែររីឯម៉ាក់អូមេហ្គាយើងវិញគាត់គ្រាន់តែចង់មានឱកាសមួយជួបជាមួយនឹងហេសុងតែប៉ុណ្ណោះចឹងហើយពេលដែលដងជីនត្រឡប់មកផ្ទះវិញគាត់បានសម្រេចចិត្តថាមកប្រាប់អូមេហ្គារបស់យើងថាម៉ាក់របស់គាត់ហ្នឹងចង់មកជួបគាត់អីចឹងទៅហើយយើងមិនដឹងថាអូមេហ្គាយើងអាចធ្វើចិត្តបានអត់ទេវាយូរខ្លាំងមែនតើដែលគាត់ហ្នឹងមិនបានជួបម៉ាក់របស់គាត់ទាំងដែលខ្លួនឯងរំពឹងទុកនឹងរងចាំជាយូរប៉ុន្តែការជួបមួយនេះក៏មិនមែនជួបផ្ទាល់ដែរហើយដងជីនបានរៀបចំឲ្យអូមេហ្គារបស់យើងនិងម៉ាក់របស់គាត់បានជួបនិយាយគ្នាតែប៉ុណ្ណោះហើយម្នាក់ឈរនៅក្នុងបន្ទប់ហើយម្នាក់ទៀតឈរនៅក្រៅបន្ទប់ព្រោះនេះជារឿងដែលអូមេហ្គាគាត់ចង់បានផងដែរហើយសង្ឃឹមថាម៉ាក់របស់អូមេហ្គានឹងយល់អ្វីដែលម៉ាក់របស់ហេសុងនិយាយមុនគេនោះគឺហេសុងម៉ាក់តានេះពិតជាម៉ាក់មែនទេគឺម៉ាក់ណាហេសុងនេះគឺជានាងពិតមែននាងឈរនៅខាងស្ដាំពីក្រោយទ្វារហេសុងតើពួកយើងអាចជួបមុខគ្នាផ្ទាល់បានទេកុំព្យាយាមអីឲ្យសំណួរដែលអូមេហ្គាយើងពិតជាចង់ដឹងនោះគាត់បានសួរទៅម៉ាក់របស់គាត់តើម៉ាក់ពិតជាចាក់ចេញពីខ្ញុំមែនក៏អីនេះជាសម្ដីរបស់ឪពុកឯងនិយាយមែនទេខ្ញុំគិតថាអ្នកមិនដែលត្រឡប់មកវិញនោះទេបន្ទាប់ពីអ្នកចាក់ចេញប៉ុន្តែហេតុអីបានជាអ្នកត្រឡប់មកជួបគាត់ដើម្បីលែងលះរីឯម៉ាក់របស់ហេសុងក៏គាត់យល់ដែរថានេះគឺជារឿងពិតដោយសារតែគាត់បានជួបមនុស្សថ្មីពេលនោះគាត់បានត្រឡប់មកជួបឪពុករបស់ហេសុងម្ដងទៀតពេលនោះគាត់ពិតជាមិនចង់ឲ្យឪពុកហេសុងដឹងថាគាត់កំពុងតែមានកូននោះទេគាត់គ្រាន់តែចង់រត់ទៅឲ្យឆ្ងាយតែយ៉ាងហោចណាស់ម៉ាក់គួរតែប្រាប់ខ្ញុំហើយពន្យល់ហេតុផលមកកាន់ខ្ញុំម៉ាក់គ្មានភាពក្លាហាននិយាយទល់មុខកូននោះទេអញ្ចឹងហេតុអីពេលនេះម៉ាក់មកជួបខ្ញុំអ្នកខ្លាចថាខ្ញុំនឹងតាមនេះព្រោះអ្នកមិនចង់មើលថែខ្ញុំនោះទេដោយហេសុងគិតថាម្ដាយរបស់គាត់មករកគាត់ដោយសារតែពេលនេះគាត់បានរៀបការជាមួយនឹងតារាល្បីនិងមានជីវិតមួយដ៏ល្អគាត់បាននិយាយបន្ថែមទៀតថាតើម៉ាក់របស់គាត់គិតថាពេលនេះគ្រប់យ៉ាងគឺមិនអីទេមែនអត់អ្នកមិនបាច់ចាំតាមរកខ្ញុំទៀតទេនៅពេលដែលម្ដាយអូមេហ្គាយើងឮបែបនេះគាត់បាននិយាយទៅកាន់អូមេហ្គាវិញថាហេសុងមិនដែលតាមរកគាត់នោះទេទាំងដែលហេសុងអាចធ្វើបានប៉ុន្តែបើជាគាត់មិនធ្វើអញ្ចឹងតើឲ្យគាត់នឹងធ្វើវាដោយរបៀបណាទៅនៅពេលដែលគាត់ដឹងថាអូមេហ្គាមិនចង់ឲ្យគាត់ធ្វើផងហ្នឹងហើយសម្ដីទាំងអស់នេះគឺធ្វើឲ្យអូមេហ្គាយើងយំខ្លាំងមែនតើគាត់មិនអាចទ្រាំបានទៀតទេគាត់បានស្រែកដេញម៉ាក់របស់គាត់នឹងចេញទៅសុំកុំឲ្យគាត់ឃើញមុខម្ដងទៀតអីចេញឥឡូវនេះទៅហេសុងហេសុងរីឯដងជីនគាត់មិនអាចធ្វើអ្វីបានទេក្រៅពីសុំទោសម៉ាក់របស់ហេសុងប៉ុន្តែពេលនេះសូមឲ្យគាត់ចាក់ចេញសិនទៅចុះហើយមុននឹងចាក់ចេញនឹងម៉ាក់របស់អូមេហ្គាយើងក៏បាននិយាយពាក្យមួយម៉ាត់ចុងក្រោយដែរគាត់បាននិយាយសុំទោសទៅកាន់ហេសុងគាត់សុំទោសហើយគាត់ក៏ចាក់ចេញទៅពេលដែលដងជីនបានបើកទ្វារមកឃើញថាអូមេហ្គាយើងគឺអង្គុយយំខ្លាំងមែនតើគាត់នៅតែសួរថាហេតុអីបានជាម៉ាក់គាត់ធ្វើអញ្ចឹងដាក់គាត់ម៉ាក់គាត់អាចបដិសេធឬមួយក៏កុហកគាត់ក៏បានដែរហើយហេតុអីបានជានាងបង្កើតខ្ញុំមកហេតុអីនាងបង្កើតខ្ញុំមកហើយបោះបង់ខ្ញុំចោលអញ្ចឹងដងជីនបានលួងលោមទៅអូមេហ្គាថាគាត់ប្រកាសថាម៉ាក់របស់ហេសុងមិនមែនមានន័យបែបហ្នឹងនោះទេហើយហេសុងបានសួរទៅដងជីនថាតើគាត់នឹងអាក្រក់បែបហ្នឹងដែរមែនតែគាត់នឹងបានដេញម្ដាយ
đai quạt tiếng đai mình chụp một bỏ quạt chẳng ngờแต่ đông trên quạt bật chỉ vô quạt vô đại Omega quạt thừaแบบนี้ Omega យើងគឺគាត់អត់ចង់ជួបម្ដាយរបស់គាត់ទេគាត់ខ្លាចថាគាត់នឹងអត់ទោសឲ្យម្ដាយរបស់គាត់ហើយគាត់នឹងបាត់បង់ស្មារតីម្ដងទៀតពេលនោះដងជៀនបានអោប Omega យ៉ាងណែហើយគាត់បាននិយាយសុំទោសទៅ Omega ជាច្រើនដងគាត់មិនចង់ឲ្យរឿងនេះកើតឡើងនោះទេវាជាកំហុសរបស់បងពេលនោះហេសុងបាននិយាយថាអត់ទេនេះមិនមែនជាកំហុសរបស់អ្នកនោះទេបើសិនជាគ្មានអ្នកខ្ញុំប្រហែលជានៅតែមួយកន្លែងអ្នកបានផ្ដល់ឲ្យខ្ញុំនៅគ្រួសារអ្នកគឺជាអ្វីទាំងអស់ដែលខ្ញុំមាននៅពេលនេះដងជៀនក៏និយាយទៅកាន់ហេសុងដែរថាហេសុងគឺជាអ្វីទាំងអស់ដែលគាត់ត្រូវការពីអូមេហ្គាយើងគឺគាត់ដូចជាដឹងខ្លួននោះវិញហើយគាត់មិនអាចធ្វើខ្លួនបែបនេះទេតើឯណាទៅបយលនៅឯណាខ្ញុំត្រូវតែមើលថែគាត់ហើយចាប់ពីពេលនេះតើអេដមីនសង្ឃឹមថាហេសុងនឹងដើរទៅដល់ផ្លូវសុភមង្គលចឹងដោយដែលអេដមីនបាននិយាយពីវីដេអូមុនចឹងរឿងដែលកន្លងហួសហើយឲ្យវាហួសទៅយើងត្រូវតែចាប់ផ្ដើមជាមួយនឹងជីវិតថ្មីទោះពេលខ្លះយើងមានកំហុសដដែលម្ដងហើយម្ដងទៀតក៏ដោយចឹងនៅពេលនេះយើងឃើញថាម៉ាក់អូនបយលឡើងគឺគាត់អាចចេញមកខាងក្រៅបានហើយរឿងដែលគាត់ត្រូវធ្វើមុនគេនោះគឺថារត់មកអោបអូនបយលយើងនឹងឯងទោះបីជាយើងសាងកំហុសក៏ដោយក៏យើងត្រូវតែឈានទៅមុខបន្តទៀតដែរហើយសាច់រឿងរបស់យើងនៅថ្ងៃនេះក៏ចប់តែប៉ុណ្្នឹងដែរអ្នកទាំងអស់គ្នាសូមអធិស្ឋានផងអ្នកនរគ្នារៀងទឹកភ្នែកទឹកសបាតិចអីនៅពេលដែលមានអានគឺមានយកចិត្តទុកដាក់ខ្លាំងមែនតើព្រោះខ្លាចសម្រាយទៅអ្នកនរគ្នាអត់យល់ទេចឹងហើយបានមានចូលតួខ្លាំងដល់ហើយតែអត់អីទេសង្ឃឹមថាអ្នកនរគ្នានឹងចូលចិត្តហើយកុំភ្លេចចុច like និង subscribe admin ផងបើចង់ support admin ក៏ support បានដែរ admin Smile Manga ជួបគ្នានៅវីដេអូក្រោយបាយបាយអរមួយទៀតកុំភ្លេច subscribe channel ថ្មី admin ផងណា